ប្រជាជនរងគ្រោះដោយទឹកជំនន់1850គ្រួសារនៅខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាឆ្លើយតបតាមតម្រូវការចាំបាច់និងដើម្បីជួយសម្រាលការលំបាករបស់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះកាកបាទក្រហមកម្ពុជាក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តមឧត្តមនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន1850គ្រួសាររស់នៅខេត្តចំនួន2នៃភាគឦសានប្រទេសកម្ពុជាគឺខេត្តមណ្ឌលគិរីចំនួន950គ្រួសារនិងខេត្តរតនគិរីចំនួន900គ្រួសារអំណោយមនុស្សធម៌នេះត្រូវបានសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចាត់ឲ្យមន្ត្រីទីស្នាក់ការកណ្ដាលនិងសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងពីរចុះចែកដល់ប្រជាជនរងគ្រោះទាំង1850គ្រួសារក្នុងរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី27ដល់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025នេះក្នុងនោះមុខព្រួញខេត្តមណ្ឌលគិរីគណៈប្រតិភូដឹកនាំដោយលោកវិជ្ជបណ្ឌិតអ៊ុយសំអននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន950គ្រួសារដែលធ្វើឡើងនៅទីតាំងចំនួន3កន្លែងគឺនៅវិទ្យាល័យហ៊ុនសែនកោះញែកស្ថិតក្នុងភូមិរាំងសីឃុំស្រែសង្គមស្រុកកោះញែកដែលមានប្រជាជនរងគ្រោះចំនួន501គ្រួសារមកពីឃុំស្រែសង្គមឃុំស្រែហុយនិងឃុំរយទីតាំងទី2នៅអនុវិទ្យាល័យសុកសានស្ថិតនៅក្នុងភូមិទូលឃុំអបួនលើស្រុកកោះញែកសម្រាប់ប្រជាជនរងគ្រោះ290គ្រួសារមកពីឃុំអបួនលើនិងឃុំសុកសាននិងទីតាំងទី3នៅអនុវិទ្យាល័យមេម៉ង់ដែលមានប្រជាជនរងគ្រោះ159គ្រួសារមកពីឃុំមេម៉ង់ស្រុកកៅសីមាសម្រាប់មុខព្រួញខេត្តរតនគិរីគណៈប្រតិភូដឹកនាំដោយលោកវិជ្ជបណ្ឌិតសុកឡុងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន900គ្រួសារដែលធ្វើឡើងនៅទីតាំងចំនួន2កន្លែងគឺនៅទីទូលសុវត្ថិភាពក្នុងភូមិលំផាត់ឃុំជ័យឧត្តមសម្រាប់ប្រជាជនរងគ្រោះចំនួន500គ្រួសារមកពីឃុំចំនួន3គឺឃុំកាឡែងឃុំជ័យឧត្តមនិងឃុំសេដានៃស្រុកលំផាត់និងទីតាំងទី2នៅក្នុងបរិវេណសាលាបឋមសិក្សាស្រែពកតូចស្ថិតនៅក្នុងភូមិស្រែពកតូចឃុំសិរីមង្គលសម្រាប់ប្រជាជនរងគ្រោះចំនួន400គ្រួសារមកពីឃុំចំនួន5គឺឃុំសមង្គលឃុំស្រែអង្ក្រងឃុំតាអងឃុំត្រពាំងច្រេះនិងឃុំត្រពាំងក្រហមនៃស្រុកកូនមុំក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងប្រជាជនទាំងអស់គណៈប្រតិភូកាកបាទក្រហមកម្ពុជាបានពំនាំនៅព្រះបណ្ដាំរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងប្រសាសន៍របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលផ្ដាំផ្ញើសួរសុខទុក្ខដីនឹករលឹកអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយនឹងប្រជាជននិងបងប្អូនជនរួមជាតិដើមភាគតិចទាំងអស់រួមជាមួយនឹងការសោកស្ដាយចំពោះគ្រោះធម្មជាតិទឹកជំនន់ដែលបានផ្ដល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាមួយនឹងគ្នានេះតាមរយៈមន្ត្រីពីទីស្នាក់ការកណ្ដាលសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏បានផ្ដាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អពិសាទឹកដាំឆ្អិននិងអាហារមានជីវជាតិគ្រប់គ្រាន់ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេកឬផ្អែមពេកដែលបង្កជាជំងឺលើសសម្ពាធឈាមជំងឺមហារីកឬជំងឺផ្សេងៗទន្ទឹមនឹងនេះក្នុងរដូវវស្សានេះដែរក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ខ្យល់ព្យុះខ្យល់កន្ត្រាក់ដែលសូមឲ្យអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំនៅប្រព័ន្ធផ្ដល់ព័ត៌មានជាមុន1294ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួយជម្លៀសប្រជាជនបានទាន់ពេលវេលាជាមួយនឹងគ្នានេះសូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នពីជំងឺដែលបង្កឡើងដោយសត្វមូសមានដូចជាជំងឺគ្រុនឈាមជំងឺគ្រុនចាញ់ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើមក៏ដូចជាប្រុងប្រយ័ត្នចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារការលង់ទឹកទន្ទឹមនឹងនេះប្រជាពលរដ្ឋបានត្រឡប់ទៅលំនៅឋានវិញសូមសម្អាតបរិស្ថានជុំវិញផ្ទះប្រុងប្រយ័ត្នពីសត្វអាសិរពិសនិងបន្តខិតខំប្រកបរបរដើម្បីស្ដារជីវភាពគ្រួសារឡើងវិញក្នុងឱកាសនោះផងដែរគ្រួសាររងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលបានគិតគូរមានក្តីមេត្តាករុណាជួយដោះស្រាយទុក្ខ
លំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលាសូមបញ្ជាក់ផងដែរថាគ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមានអង្ករ30គីឡូក្រាមមី1កេសត្រីខ10កំប៉ុងទឹកស៊ីអ៊ីវ6ដបប្រេងឆា1ដបម្សៅសាប៊ូ1កញ្ចប់និងឃីតមុងភួយសារ៉ុងក្រមា1កញ្ចប់ផងដែរ